វិន័យ3ដកភិក្ខុនៃវិភាំងបច្ចេកភាគ5ខ្ញុំសូមនមស្ការចំពោះព្រះដ៏មានព្រះភិក្ខជាអរហន្តសម្មាសម្ពុទ្ធអង្គនោះបរាជិកទី1សម័យនោះព្រះសម្ពុទ្ធដ៏មានព្រះភិក្ខទ្រង់សម្រេចអរិយាបថនៅក្នុងចេតវនារាមរបស់អនាថបណ្ឌិតសេដ្ឋីទៀបក្រុងសាវត្ថីសម័យនោះឯងមានបុរសម្នាក់ឈ្មោះសាលហៈជាចៅនៃមិគិរមាតាមានសេចក្តីប្រាថ្នានឹងសាងវិហារប្រគេនភិក្ខុនៃសង្ឃទើបសាលហៈជាចៅមិគិរមាតានោះចូលទៅរកភិក្ខុនៃទាំងឡាយហើយនិយាយពាក្យនេះថាបបិទ្ធលោកម្ចាស់ខ្ញុំប្រាថ្នានឹងសាងវិហារប្រគេនភិក្ខុនៃសង្ឃសូមលោកម្ចាស់ទាំងឡាយចាត់ភិក្ខុនៃដែលជាអ្នកចេះត្រួតត្រានវកម្មឲ្យខ្ញុំសម័យនោះឯងមានស្រីជាបងប្អូន4នាក់ឈ្មោះនន្ទា1នន្តវតី1សុន្ទរីនន្ទា1ថលៈនន្ទា1បានមកបួសក្នុងសំណាក់ពុភិក្ខុនៃបណ្ដាភិក្ខុនៃទាំងនោះសុន្ទរីនន្ទាភិក្ខុនៃបួសតាំងពីក្មេងជាភិក្ខុនៃមានរូបល្អល្អះគួរគយគុណមើលគួរជាទីជ្រះថ្លាជាអ្នកប្រាជ្ញជាអ្នកវាងវៃមានប្រាជ្ញាឆ្លៀវឆ្លៀសឥតមានសក្តីខ្ជិលច្រអូសប្រកបដោយយោបល់ជាគ្រឿងយល់ក្នុងកិច្ចនោះអាចធ្វើនិងអាចចាត់ចែងនៅវណ្ណកម្មបានទើបភិក្ខុនៃសង្ឃសន្មតសុន្ទរីនន្ទាភិក្ខុនៃឲ្យជាអ្នកត្រួតត្រានវកម្មដល់សាលហៈជាចៅមិគិរមាតាសម័យនោះឯងសុន្ទរីនន្ទាភិក្ខុនៃតែងដើរទៅកាន់លំនៅរបស់សាលហៈជាចៅមិគិរមាតាញយតែងនិយាយថាចូលអ្នកឲ្យកំបិតឲ្យពូថៅឲ្យដឹងឲ្យចប់ឲ្យពន្លាកដល់អាត្មាឯសាលហៈជាចៅមិគិរមាតាក៏តែងទៅកាន់លំនៅរបស់ភិក្ខុនៃជាញឹកញយដើម្បីដឹងការងារដែលធ្វើរួចហើយនឹងមិនទាន់ធ្វើជនទាំងពីរនោះជាមនុស្សមានចិត្តប្រតិបត្តិនឹងគ្នាដោយសារឃើញគ្នារើយឯសាលហៈជាចៅមិគិរមាតាមិនមានឱកាសដើម្បីធ្វើសេវនកិច្ចនឹងសុន្ទរីនន្ទាភិក្ខុនៃបានហើយក៏ធ្វើផាត់ប្រគេនភិក្ខុនៃសង្ឃដើម្បីត្រូវការសុន្ទរីនន្ទាភិក្ខុនៃនោះឯងលុះវេលាដែលសាលហៈជាចៅមិគិរមាតារៀបនឹងក្រាលអាសនៈក្នុងរោងឆាន់ក៏ក្រាលអាសនៈខាងម្ខាងដើម្បីភិក្ខុនៃចាស់ដោយគិតថាពួកភិក្ខុនៃប៉ុណ្ណោះរូបចាស់ជាងសុន្ទរីនន្ទាជាម្ចាស់ហើយក៏ក្រាលអាសនៈខាងម្ខាងទៀតដើម្បីភិក្ខុនៃក្មេងៗដោយគិតថាពួកភិក្ខុនៃប៉ុណ្ណោះរូបក្មេងៗជាងសុន្ទរីនន្ទាជាម្ចាស់ទើបក្រាលអាសនៈសម្រាប់សុន្ទរីនន្ទាភិក្ខុនៃក្នុងឱកាសកំបាំងភ្នែកត្រង់គៀនជញ្ជាំងធ្វើឲ្យភិក្ខុនៃចាស់ដឹងថាសុន្ទរីនន្ទាភិក្ខុនៃអង្គុយចិត្តពួកភិក្ខុនៃក្មេងៗធ្វើឲ្យពួកភិក្ខុនៃក្មេងៗដឹងថាសុន្ទរីនន្ទាភិក្ខុនៃអង្គុយចិត្តភិក្ខុនៃចាស់ទើបសាលហៈជាចៅមិគិរមាតាប្រើមនុស្សឲ្យទៅទទួលផាត់ដល់ភិក្ខុនៃសង្ឃថាបបិទ្ធលោកម្ចាស់កាលគួរហើយផាត់សម្រេចហើយសុន្ទរីនន្ទាភិក្ខុនៃកំណត់ក្នុងចិត្តថាសាលហៈជាចៅមិគិរមាតាធ្វើផាត់ដល់ភិក្ខុនៃសង្ឃមិនមែនធ្វើដោយការរាប់អានច្រើនប៉ុណ្ណោះទេគាត់ប្រាថ្នាតែនឹងប្រទោសដល់អញបើប្រសិនជាអញទៅសំលេងឆោឡោវឹកវរមកជានឹងមានដល់អញមិនខានគិតហើយក៏បង្គាប់ភិក្ខុនៃជាសាសថាលោកចូលទៅចុះចូលនាំយកចង្ហាន់មកឲ្យខ្ញុំផងមកយ៉ាងទៀតបើមានអ្នកណាសួររកខ្ញុំចូលប្រាប់គេថាខ្ញុំឈឺឯភិក្ខុនៃនោះបានស្ដាប់ពាក្យសុន្ទរីនន្ទាភិក្ខុនៃនោះហើយក៏ទទួលពាក្យថាករុណាលោកម្ចាស់សម័យនោះឯងសាលហៈជាចៅមិគិរមាតាឈរនៅខាងក្រៅខ្លោងទ្វារហើយសួររកសុន្ទរីនន្ទាភិក្ខុនៃថាបបិទ្ធលោកម្ចាស់ឈ្មោះសុន្ទរីនន្ទាទៅឯណាកាលសាលហៈជាចៅមិគិរមាតានិយាយយ៉ាងនេះហើយភិក្ខុនៃជាសាសរបស់សុន្ទរីនន្ទាភិក្ខុនៃក៏និយាយពាក្យនេះនឹងសាលហៈជាចៅមិគិរមាតាថាមនាលអ្នកដ៏មានអាយុសុន្ទរីនន្ទាភិក្ខុនៃឈឺអាត្មាឯងនឹងនាំយកចង្ហាន់ទៅប្រគេនលោកលំដាប់នោះសាលហៈជាចៅមិគិរមាតាគិតថា
អញបានធ្វើផាត់ណាប្រកេនភិក្ខុនៃសង្ឃផាត់នោះអញធ្វើព្រោះហេតុតែសុន្ទរីនន្ទាជាម្ចាស់ទេតើគិតហើយក៏បង្គាប់ពួកមនុស្សថាអ្នកទាំងឡាយចូលអង្គាសផាត់ប្រកេនភិក្ខុនៃសង្ឃចុះថាហើយក៏ដើរទៅកាន់លំនៅរបស់ភិក្ខុនៃលំដាប់នោះឯងសុន្ទរីនន្ទាភិក្ខុនៃឈរខាងក្រៅខ្លោងទ្វារអារាមគយគុណមើលសលហៈជាចៅមិគិរមេតាសុន្ទរីនន្ទាភិក្ខុនៃបានឃើញសលហៈជាចៅមិគិរមេតាដើរមកអំពីចម្ងាយលោកឃើញហើយក៏ស្ទុះចូលទៅកាន់លំនៅហើយដេកលើគ្រែទទួលសម្ពុតរហូតដល់ក្បាលលំដាប់នោះសលហៈជាចៅមិគិរមេតាក៏ចូលសម្ដៅទៅរកសុន្ទរីនន្ទាភិក្ខុនៃលោកចូលទៅដល់ហើយបាននិយាយពាក្យនេះនឹងសុន្ទរីនន្ទាភិក្ខុនៃថាបបិទ្ធលោកម្ចាស់មិនសូវសប្បាយឬហេតុដូចម្ដេចបានជាសឹងឯសុន្ទរីនន្ទាភិក្ខុនៃឆ្លើយតបថាមនាអ្នកដ៏មានអាយុស្រីណាប្រាថ្នាគេមិនប្រាថ្នាវិញហេតុនេះបានជាយ៉ាងនោះឯងសលហៈជាចៅមិគិរមេតាជាបរោះមានដំណេកក៏និយាយតបថាបបិទ្ធលោកម្ចាស់ខ្ញុំមិនមែនមិនប្រាថ្នាលោកម្ចាស់ទេតែថាខ្ញុំមិនបានឱកាសនឹងធ្វើសេវនកិច្ចនឹងលោកម្ចាស់ទេតើថាហើយក៏លោកចាប់ពាល់កាយសុន្ទរីនន្ទាភិក្ខុនៃដែលជាស្រីមានដំណេកដែរសម័យនោះឯងមានភិក្ខុនៃមួយរូបជាភិក្ខុនៃមានកម្លាំងថយព្រោះជរាឈឺជើងសឹងចិត្តសុន្ទរីនន្ទាភិក្ខុនៃឯភិក្ខុនៃចាស់នោះបានឃើញពិតនៅសលហៈជាចៅមិគិរមេតាដែលមានដំណេកកំពុងតែលោកចាប់ពាល់កាយសុន្ទរីនន្ទាភិក្ខុនៃដែលមានដំណេកដែរលោកឃើញហើយក៏ពោលទោសតែដៀលបន្តបង្អាប់ថាសុន្ទរីនន្ទាជាម្ចាស់មានដំណេកមិនគួរនឹងត្រេកអរឲ្យបរោះបុគ្គលដែលមានដំណេកមកចាប់ពាល់កាយខ្លួនសោះទៅភិក្ខុនៃចាស់នោះដំណើររឿងនោះដល់ភិក្ខុនៃទាំងឡាយពួកភិក្ខុនៃណាដែលមានសក្តីប្រាថ្នាតិចមានសក្តីសន្តោសមានសក្តីអៀនខ្មាស់មានសក្តីរង្គៀសប្រាថ្នាក្នុងសិក្ខាពួកភិក្ខុនៃអំបាលនោះក៏ពោលទោសតេះដៀលបន្តបង្អាប់ថាសុន្ទរីនន្ទាជាម្ចាស់មានដំណេកមិនគួរនឹងត្រេកអរឲ្យបរោះបុគ្គលដែលមានដំណេកមកស្ទាបអង្អែលកាយខ្លួនទេទៅភិក្ខុនៃអំបាលនោះដំណើររឿងនោះដល់ភិក្ខុទាំងឡាយឯភិក្ខុទាំងនោះក៏ពោលទោសតេះដៀលបន្តបង្អាប់ថាសុន្ទរីនន្ទាភិក្ខុនៃមានដំណេកមិនគួរនឹងត្រេកអរនឹងឲ្យបរោះបុគ្គលដែលមានដំណេកស្ទាបអង្អែលកាយខ្លួនសោះភិក្ខុទាំងនោះក្រាបទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភិក្ខព្រោះរឿងនេះដំណើរនេះទៅព្រះដ៏មានព្រះភិក្ខជាម្ចាស់ត្រាស់ឲ្យប្រជុំភិក្ខុសង្ឃហើយទ្រង់សូមបញ្ជាក់ភិក្ខុទាំងឡាយថាមនាភិក្ខុទាំងឡាយលើថាសុន្ទរីនន្ទាភិក្ខុនៃមានដំណេកហើយត្រេកអរនឹងបរោះបុគ្គលដែលមានដំណេកមកស្ទាបអង្អែលកាយពិតមែនឬភិក្ខុទាំងឡាយក្រាបទូលថាសូមទ្រង់ព្រះមេត្តាប្រោសពិតមែនព្រះពុទ្ធដ៏មានជោគទ្រង់តែដៀលថាមនាភិក្ខុទាំងឡាយអំពើនៃសុន្ទរីនន្ទាភិក្ខុនៃនេះមិនសមគួរមិនទំនងមិនត្រូវបែបមិនមែនជារបស់សាមណៈមិនគប្បីមិនគួរធ្វើទេមនាភិក្ខុទាំងឡាយសុន្ទរីនន្ទាភិក្ខុនៃមានដំណេកមិនគួរនឹងត្រេកអរឲ្យបរោះបុគ្គលដែលមានដំណេកស្ទាបអង្អែលកាយដូច្នោះទេមនាភិក្ខុទាំងឡាយអំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពុជនដែលមិនទាន់ជ្រះថ្លាឬនាំពុជនដែលជ្រះថ្លាហើយឲ្យរង្រិតតែជ្រះថ្លាឡើងទេមនាភិក្ខុទាំងឡាយអំពើនេះច្បាស់ជានាំបណ្ដោយឲ្យមនុស្សពួកខ្លះដែលមិនទាន់ជ្រះថ្លាឲ្យខាន់ជ្រះថ្លានិងនាំបណ្ដាលមនុស្សពួកខ្លះដែលជ្រះថ្លាហើយឲ្យត្រឡប់ជារាយមាយចិត្តបាត់ជ្រះថ្លាទៅវិញគ្រានោះព្រះដ៏មានព្រះភិក្ខទ្រង់តេះដៀលសុន្ទរីនន្ទាភិក្ខុនៃដែលអនេកបរិយាយហើយទ្រង់សម្ដែងទោសនៃបុគ្គលមានសភាពដែលគេចិញ្ចឹមបានដោយក្ររក្សាដោយកម្រមានសក្តីប្រាថ្នាច្រើនមិនសន្តោសច្រឡោកច្រឡំដោយពុកណៈនិងសក្តីខ្ជិលច្រអូសហើយទ្រង់សម្ដែងសរសើរគុណនៃបុគ្គលមានសភាពដែលគេចិញ្ចឹមងាយរក្សាងាយមានសក្តីប្រាថ្នាតិចជាអ្នកសន្តោសតែងដោះខាត់ចិត្តកំចាត់បងនៅកិលេសមានសក្តីជ្រះថ្លាមិនសន្សំនៅកិលេសសវត្តៈនិងមានសក្តីប្រារព្ធព្យាយាមដែលអនេកបរិយាយហើយទ្រង់សម្ដែងធម្មិកថាដ៏សំគួរដោយការបញ្ញត្តិសិក្ខាបទនោះចំពោះពួកភិក្ខុហើយទៅទ្រង់ហៅភិក្ខុ
ទាំងឡាយមកថាមនាភិក្ខុទាំងឡាយបើដូច្នោះតថាគតនឹងបញ្ញត្តិសិក្ខាបទដល់ពួកភិក្ខុនៃព្រោះអាស្រ័យអំណាចប្រយោជន៍10យ៉ាងគឺដើម្បីសេចក្តីល្អដល់សង្ឃមួយដើម្បីការស្រួលដល់សង្ឃមួយដើម្បីញ៉ាំញីពួកភិក្ខុនៃដែលទ្រុសសិលមួយដើម្បីនៅជាសុខដល់ពួកភិក្ខុនៃដែលមានសិលជាទីស្រឡាញ់មួយដើម្បីខាត់នៅអាសវៈធម៌ទាំងឡាយក្នុងបច្ចុប្បន្នមួយដើម្បីខាត់នៅអាសវៈធម៌ទាំងឡាយក្នុងបរលោកមួយដើម្បីញ៉ាំងពុជនដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាមួយដើម្បីញ៉ាំងពុជនដែលជ្រះថ្លាហើយឲ្យរឹងរឹតតែជ្រះថ្លាឡើងមួយដើម្បីញ៉ាំងព្រះសទ្ធំឲ្យថថេរមួយដើម្បីអនុគ្រោះដល់ព្រះវិន័យ4យ៉ាងមានសង្វរវិន័យជាដើមមនាភិក្ខុទាំងឡាយពួកភិក្ខុនៃត្រូវសម្ដែងឡើងនៅសិក្ខាបទនេះយ៉ាងនេះថាភិក្ខុនៃណាមួយមានដំរេកហើយត្រេកអរនឹងការស្ទាបក្តីអង្អែលក្តីកាន់ក្តីពលក្តីអបរិតក្តីខាងក្រោមតាំងអំពីដងកំបិតចមកខាងលើតាំងអំពីមណ្ឌលជង្គង់ឡើងទៅនៃបរោះបកលដែលមានដំរេកភិក្ខុនៃនោះត្រូវអាបត្តិបរាជិកឈ្មោះឧបជានុមន្តលិព្រោះឲ្យបរោះស្ទាបសរីរៈប្រទេសខាងលើតាំងអំពីមណ្ឌលជង្គង់ឡើងទៅជាស្រីមិនមានសង្វាសត្រង់ពាក្យថាណាមួយអធិប្បាយថាភិក្ខុនៃណាមួយទោះចាស់ក្តីក្មេងក្តីកណ្ដាលក្តីដែលប្រកបកម្មយ៉ាងណាមានជាតិយ៉ាងណាមានឈ្មោះយ៉ាងណាមានកោដយ៉ាងណាមានសិលយ៉ាងណាមានធម៌ជាគ្រឿងនៅយ៉ាងណាមានកោចរយ៉ាងណាភិក្ខុនៃនោះហៅថាណាមួយពាក្យថាភិក្ខុនៃសក្តីថាដែលហៅថាភិក្ខុនៃព្រោះជាអ្នកសុំហៅថាភិក្ខុនៃព្រោះជាអ្នកចូលទៅអាស្រ័យនឹងការត្រាច់ទៅដើម្បីសុំហៅថាភិក្ខុនៃព្រោះត្រត្រង់នៅសម្ពុតដែលកាត់ដាច់ហៅថាភិក្ខុនៃព្រោះមានសភាពជាសាមណេរហៅថាភិក្ខុនៃព្រោះបានបដិញ្ញាខ្លួនថាជាអ្នកបួសហៅថាភិក្ខុនៃព្រោះសម្រេចជាអេហេភិក្ខុនៃហៅថាភិក្ខុនៃព្រោះឧបសម្បទាដោយត្រៃសរណគមហៅថាភិក្ខុនៃព្រោះជាស្រីចម្រើនហៅថាភិក្ខុនៃព្រោះមានធម៌ជាក្លឹមហៅថាភិក្ខុនៃព្រោះជាអ្នកសិក្សាហៅថាភិក្ខុនៃព្រោះមិនបាច់សិក្សាហៅថាភិក្ខុនៃព្រោះឧបតោសង្ឃដ៏ព្រមព្រៀងគ្នាឲ្យឧបសម្បទាដោយញតិចតថកម្មវាចាដ៏សំគួរដល់ហេតុឥតមានកម្រើកអន្តរាយបណ្ដាភិក្ខុនៃទាំងនោះភិក្ខុនៃណាដែលឧបតោសង្ឃព្រមព្រៀងគ្នាឲ្យឧបសម្បទាដោយញតិចតថកម្មវាចាសំគួរដល់ហេតុឥតមានកម្រើកអន្តរាយភិក្ខុនៃនោះតថាគតហៅថាភិក្ខុនៃក្នុងសក្តីនេះភិក្ខុនៃមានសក្តីត្រេកអរព្រមលោភសម្លឹងមើលមានចិត្តប្រតិព័ទ្ធហៅថាមានដំរេកបុរសមានសក្តីត្រេកអរព្រមលោភសម្លឹងមើលមានចិត្តប្រតិព័ទ្ធហៅថាបុរសមានដំរេកមនុស្សប្រុសដែលដឹងក្តីអាចដើម្បីលុកស្ទាបអង្អែលកាយបានមិនមែនជាមិនមែនប្រេតមិនមែនទេរឆានហៅថាបុរសបុគ្គលពាក្យថាខាងក្រោមតាំងអំពីដងកំបិតចុះមកគឺអវយវៈជាខាងក្រោមនៃដងកំបិតពាក្យថាខាងលើតាំងអំពីមណ្ឌលជង្គង់ឡើងទៅគឺអវយវៈខាងលើមណ្ឌលនៃជង្គង់ដែលហៅថាស្ទាបគឺគ្រាន់តែប៉ះពាល់ដែលហៅថាអង្អែលគឺបំបោះអង្អែលខាងនេះផងខាងនោះផងដែលហៅថាកាន់គឺគ្រាន់តែចាប់ដែលហៅថាពាល់គឺគ្រាន់តែប៉ះត្រូវពាក្យថាត្រេកអរនឹងការអបរិតគឺភិក្ខុនៃត្រេកអរនឹងការចាប់ខ្លួនអបរិតពាក្យថាភិក្ខុនៃនោះក្តីគឺតថាគតប្រៀបផ្ទឹមគ្នានឹងពុភិក្ខុនៃមានឲ្យក្នុងកាលមុនពាក្យថាត្រូវអាបត្តិបរាជិកអធិប្បាយថាបុរសដែលដាច់ក្បាលមិនអាចដើម្បីរស់នៅដោយការតភ្ជាប់សរីរៈនោះវិញយ៉ាងណាមិញភិក្ខុនៃដែលមានដំរេកកាលបើចូលចិត្តនឹងស្ទាបក្តីអង្អែលក្តីកាន់ក្តីពណ៌ក្តីអបរិតក្តីខាងក្រោមតាំងអំពីដងកំបិតចុះមកខាងលើតាំងអំពីមណ្ឌលនៃជង្គង់ឡើងទៅនៃបុរសបុគ្គលដែលមានដំរេកដែរក៏មិនមែនជាសាមណេរមិនមែនជាសក្យធិតាឡើយភិក្ខុនៃនោះតថាគតហៅថាត្រូវអាបត្តិបរាជិកដោយហេតុនោះឯងពាក្យថាជាស្រីមិនមានសង្វាសសេចក្តីថា
ដែលហៅថាសង្វាសនោះគឺសង្ឃកម្មជាមួយគ្នាឧទ្ទេសជាមួយគ្នាសភាពជាបុគ្គលមានសិក្ខាស្មើគ្នានេះហៅថាសង្វាសនោះមិនមានមួយអន្លើដោយភិក្ខុនីនោះទេព្រោះហេតុដូច្នោះទើបតថាគតហៅថាជាស្រីមិនមានសង្វាសគឺមិនមានកិរិយារួបរวมជាមួយនឹងសង្ឃកាលបើជនទាំងពីរគឺភិក្ខុនីនិងបុរសមានតម្រេកដូចគ្នាហើយភិក្ខុនីឬបុរសស្ទាបកាយដោយកាយខាងក្រោមតាំងអំពីដងកំបិតចុះមកខាងលើតាំងអំពីមណ្ឌលនៃជង្គង់ឡើងទៅ